ดពិសោធន៍ក្នុងការដែលចូលទៅសម្ភាសវីសាគូដណ្ដឹងកាលពីប្រហែលខែមុនអ្នកទាំងអស់គ្នាប្រហែលជាបានឃើញវីដេអូខ្លីមួយដែលបងអូនប្រាប់ថាបងអូនស្រីរបស់បងអូនគាត់ទៅសម្ភាសវីសាគូដណ្ដឹងក្នុងនោះគឺគេស្អ៊ូគាត់30សំណួរហើយមាន28សំណួរចូលក្នុងសំណួរត្រៀមរបស់ពួកយើងហើយ2សំណួរទៀតគឺនៅក្រៅសំណួរត្រៀមអត់នៅក្នុងអ្វីដែលពួកយើងបានត្រៀមប៉ុន្តែគឺគាត់ឆ្លើយបានទាំងអស់ថ្ងៃនេះផងដែរបងអូនមកចែករំលែកថាតើសំណួរអ្វីខ្លះដែលពួកយើងបានត្រៀមហើយសំណួរអ្វីខ្លះដែលចេញជាក់ស្ដែងនិយាយទៅសំណួរទាំងអស់ហ្នឹងគឺបងអូនបែងចែកជា4ប្រភេទសំណួរអ្វីដែលយើងបានត្រៀមគឺបងអូនត្រៀមសំណួរទូទៅសំណួរតាក់ទងទៅនឹងអ្នកធានាមានន័យថាជា petitioner ជាអ្នកដែលនៅអាមេរិកនេះហើយនឹងសំណួរតាក់ទងទៅនឹងអ្នកដែលត្រូវបានធានាដែលគេហៅថាជា beneficiary នៅស្រុកខ្មែរហើយនឹងសំណួរតាក់ទងទៅនឹងប្រវត្តិស្នេហារបស់ពួកគាត់អញ្ចឹងបងអូនមាន4ចំណុចហ្នឹងអញ្ចឹងហើយបងអូនចង់អានសំណួរហ្នឹងជូនអ្នកទាំងអស់គ្នាតែម្ដងសម្រាប់សំណួរទូទៅគឺបងអូនមាន2សំណួរដែលសួរថាតើអ្នកមកសម្ភាសវីសាប្រភេទអ្វីអញ្ចឹងហើយបើសិនអ្នកទៅសម្ភាសវីសាគូដដឹងយើងគឺឆ្លើយថា K1 វីសាឬក៏វីសាគូដដឹងប្រសិនបើទៅសម្ភាសវីសាប្តីប្រពន្ធយើងប្រាប់គេថាវីសាប្តីប្រពន្ធអញ្ចឹងទៅអាហ្នឹងគឺជាសំណួរទូទៅហើយនឹងសំណួរមួយទៀតដែលតាក់ទងទៅនឹងសំណួរទូទៅដែរតើអ្នកធានាត្រូវជាអ្វីនឹងអ្នកចំណុចធំទី2គឺព័ត៌មានអំពីអ្នកដែលធានាយើងមានន័យថាជា petitioner ព័ត៌មានអ្វីខ្លះដែលយើងដឹងពី petitioner របស់យើងនឹងតើអ្នកធានាមានឈ្មោះអ្វីអាយុប្រមាណថ្ងៃខែឆ្នាំកំណើតគាត់អីគេតើគាត់ទៅរស់នៅអាមេរិកតាមរយៈវីសាប្រភេទអ្វីនៅឆ្នាំណាតើគាត់ទទួលបានសញ្ជាតិអាមេរិកនៅឆ្នាំណាតើគាត់ធ្លាប់រៀបការដែរឬទេបើគាត់ធ្លាប់រៀបការតើគាត់រៀបការប្រមាណដងដែរតើគ្រួសារមុនរបស់គាត់ឈ្មោះអ្វីហើយពួកគាត់លែងលះគ្នានៅពេលណាតើពួកគាត់មានកូនជាមួយគ្នាដែរឬទេបើមានចំនួនប្រមាណអ្នកហើយតើកូនគាត់មានឈ្មោះអ្វីខ្លះអាយុប្រមាណដែរតើសប្តាហ៍ថ្ងៃនេះកូនរបស់គាត់រស់នៅជាមួយអ្នកណារៀនឬក៏ធ្វើការអ្វីដែរតើអ្នកធានាគាត់ធ្វើការងារអ្វីដែរតម្លៃអ្វីក្រុមហ៊ុនឈ្មោះអ្វីចំណូលមួយឆ្នាំបានប្រមាណតើគាត់ធ្វើការងារពីថ្ងៃណាដល់ថ្ងៃណាចូលធ្វើការម៉ោងប្រមាណចេញពីធ្វើការម៉ោងប្រមាណតើពេលតនេគាត់ចូលចិត្តធ្វើអ្វីគាត់ចូលចិត្តពណ៌អ្វីគាត់ចូលចិត្តញ៉ាំម្ហូបអ្វីតើអ្នកស្គាល់អាសយដ្ឋាននិងលេខទូរស័ព្ទរបស់គាត់ដែរឬទេតើអ្នកស្គាល់ប៉ាម៉ាក់របស់គាត់ដែរឬទេប៉ាម៉ាក់របស់គាត់ឈ្មោះអ្វីខ្លះហើយរស់នៅឯណាជាមួយនឹងអ្នកណាតើគាត់មានបងប្អូនប្រមាណអ្នកឈ្មោះអ្វីខ្លះអាយុប្រមាណតើអ្នកធ្លាប់ជួបពួកគាត់ដែរឬទេចូលចំណុចទី3ធំគឺនិយាយពីព័ត៌មានរបស់អ្នកដែលត្រូវបានធានាគឺព័ត៌មានរបស់អ្នកនៅស្រុកខ្មែរវិញម្ដងអញ្ចឹងគឺសួរផ្ទាល់ទៅអ្នកដែលចូលសម្ភាសនឹងតែម្ដងតើអ្នកមានឈ្មោះអ្វីដែរអាយុប្រមាណថ្ងៃខែឆ្នាំកំណើតអ្វីតើអ្នកធ្លាប់រៀបការដែរឬទេបើធ្លាប់តើធ្លាប់រៀបការប្រមាណដងតើគ្រួសារមុនរបស់អ្នកឈ្មោះអ្វីលែងលះគ្នានៅពេលណាតើអ្នកមានកូនដែរឬទេបើមានតើអ្នកមានកូនប្រមាណអ្នកឈ្មោះអ្វីខ្លះអាយុប្រមាណតើកូនរបស់អ្នករស់នៅជាមួយអ្នកណារៀនឬក៏ធ្វើការងារអ្វីដែរតើអ្នកប្រកបរបរអ្វីដែរហើយមានចំណូលប្រមាណដោយសារករណីរបស់បងអូនស្រីមកអូនគឺរឿងពិសេសជាងមនុស្សទូទៅមួយចំនួនដោយសារកូនគាត់មាន2ប៉ុន្តែគាត់អាចយកកូនមកជាមួយតែមួយគាត់អាចយកកូនមកទាំងពីរបានទេពីព្រោះការលែងលះរបស់ពួកគាត់គឺគាត់បែងចែកកូនគ្នាអញ្ចឹងហើយគឺមកអូនមានបន្ថែមសំណួរមួយទៀតថាតើហេតុអីបានជាយកកូនមកតែម្នាក់ហេតុអីក៏អត់យកកូនមកតែពីរនាក់ចូលចំណុចចុងក្រោយគឺសំណួរតាក់ទងទៅនឹងប្រវត្តិស្នេហារបស់គាត់ជាទូទៅគឺសំណួរចូលសម្ភាសគឺអត់ភ្លេចទេប្រវត្តិស្នេហាអ្នកទាំងអស់គ្នាត្រូវតែចាំប្រវត្តិស្នេហារបស់ខ្លួនឯងតើអ្នកនឹងគាត់ស្គាល់គ្នាតាមរយៈអ្វីដែរកាលពីឆ្នាំណាតើនរណាជាអ្នកចាប់ផ្ដើមមុនតើគាត់ធ្លាប់មកលេងអ្នកដែរឬទេជួបគ្នាប្រហែលដងហើយតើពេលគាត់មកម្ដងគាត់ស្នាក់នៅប្រហែលថ្ងៃហើយសរុបពេលវេលាទាំងអស់ដែលគាត់ធ្លាប់មកលេងអ្នកតើប្រហែលថ្ងៃតើគាត់ធ្លាប់ផ្ញើលុយមកជួយអ្នកដែរឬទេញឹកញាប់ដែរឬទេពេលគាត់មកម្ដងតើគាត់ស្នាក់នៅឯណាតើគាត់បានស្គាល់ប៉ាម៉ាក់និងបងប្អូនរបស់អ្នកដែរឬទេតើអ្នកនឹងគាត់ភ្ជាប់ពាក្យនៅថ្ងៃណាខែណាឆ្នាំណានៅកន្លែងណានរណាចូលរួមខ្លះបើទទួលបានវីសាតើអ្នកនឹងចេញមកអាមេរិកនៅពេលណាដែរតើគាត់មកទទួលអ្នកពីខ្មែរទៅដែរឬក៏ទេឬក៏អ្នកទៅដោយខ្លួនឯងក្រោយពេលទៅដល់អាមេរិកតើអ្នកនឹងរៀបការនៅពេលណានៅកន្លែងណាកម្រងនឹងអញ្ជើញអ្នកណាខ្លះដើម្បីចូលរួមតើអ្នកនឹងគាត់មានកម្រងមានកូនជាមួយគ្នាដែរឬទេតើអ្នកមានកម្រងប្រកបការងារអ្វីដែរនៅទីនោះតើហេតុអ្វីបានជាអ្នកស្រឡាញ់និងចង់រៀបការជាមួយនឹងអ្នកដែលមានអាយុលើសពី20ឆ្នាំទៀតបន្តមកទៀតមកអូនមានសំណួរបន្ថែមជាពិសេសមួយទៀតគឺសំណួរសួរថាតើអ្នកណាជាអ្នករៀបចំឯកសារឲ្យពីព្រោះពេលខ្លះគឺអ្នកសម្ភាសយើងក៏សួរថាតើឯកសារហ្នឹងយើងរៀបចំខ្លួនឯងឬក៏ជួលគេ
អ្វីដែលមកអូនរៀបរាប់ពីលើមកជានេះមិញគឺជាសំណួរដែលពួកយើងបានត្រៀមអញ្ចឹងហើយឥឡូវនេះគឺមកអូនរៀបរាប់សំណួរដែលគាត់ទៅសម្ភាសផ្ទាល់តែម្ដងសំណួរដែលគាត់ទៅសម្ភាសផ្ទាល់ហ្នឹងគឺមកអូនបែងចែកតែ3ចំណែកអត់មានសំណួរទូទៅព្រោះគេអត់សួរគាត់ចឹងហើយគឺមកអូនមានសំណួរតាក់ទងទៅនឹងអ្នកធានាសំណួរតាក់ទងទៅនឹងគាត់អ្នកដែលត្រូវបានធានាហើយនិងសំណួរតាក់ទងទៅនឹងប្រវត្តិស្នេហារបស់ពួកគាត់ហើយក្នុងសំណួរទាំងអស់ហ្នឹងមានសំណួរមួយដែលចាំបាច់បំផុតដែលមកអូនប្រាប់គាត់ highlight តាំងពីដំបូងថាសំណួរហ្នឹងសំខាន់ត្រូវតែឆ្លើយសំណួរហ្នឹងឲ្យល្អបំផុតខាងក្រោមនេះគឺជាសំណួរដែលមន្ត្រីនៅខាងស្ថានទូតអាមេរិកបានសួរទៅបងអូនស្រីផ្ទាល់តែម្ដងទី1សំណួរតាក់ទងទៅនឹងអ្នកធានាគាត់ហ្នឹងគឺតើគូដណ្ដឹងរបស់អ្នកកើតនៅថ្ងៃណាខែណាឆ្នាំណាតើគាត់រស់នៅជាមួយអ្នកណាតើគាត់មានបងប្អូនប្រមាណអ្នកតើគាត់ធ្វើការអ្វីតើគាត់បានចំណូលក្នុងមួយឆ្នាំប្រមាណតើគាត់ធ្លាប់រៀបការប្រមាណដងតើគាត់លែងលះនៅថ្ងៃណាខែណាឆ្នាំណាតើគាត់មានកូនប្រមាណអ្នកតើកូនរបស់គាត់កើតនៅថ្ងៃណាខែណាឆ្នាំណាតើគាត់មានផ្ទះឬឡានប៉ុន្មានតើគាត់ជិះឡានមកអ្វីសំណួរពីរចុងក្រោយតើគាត់មានផ្ទះនិងឡានចំនួនប្រមាណហើយតើគាត់ជិះឡានមកអ្វីគឺសំណួរហ្នឹងមកអូនអត់បានត្រៀមតលតែសោះតែម្ដងប៉ុន្តែសំណាងល្អដែលបងអូនស្រីគាត់ដឹងពីព្រោះបងអូនគិតថាបើសិនជាយើងសម្ភាសនៅអាមេរិកនេះទៅសម្ភាសតាមadjusted offset ថាមានន័យថាយើងរៀបចំឯកសារដើម្បីបានគ្រឿងខាត់នៅអាមេរិកទៅសម្ភាសនៅការិយាល័យ USCIS Field Office នៅអាមេរិកនេះគឺមានសំណួរនឹងព្រមការមកអូនផ្ទាល់គឺមកអូនត្រៀមសំណួរទាំងអស់ហ្នឹងប៉ុន្តែដល់ពេលបងអូនគឺមកអូនអត់បានត្រៀមសំណួរពីរហ្នឹងឲ្យទេព្រោះមកអូនគិតថាគាត់ម្នាក់នៅអាមេរិកម្នាក់នៅស្រុកខ្មែរអញ្ចឹងហើយប្រហែលជាគេនឹងមិនសួរសំណួរថាតើមានផ្ទះមានឡានមានអីឬក៏ជិះឡានមកអីគឺមកអូនអត់បានត្រៀមសំណួរនឹងឲ្យទេអញ្ចឹងហើយអាហ្នឹងគឺជាសំណួរពីរដែលចេញខុសពីអ្វីដែលយើងបានត្រៀមក្រៅពីហ្នឹងគឺចេញដោយអ្វីដែលយើងបានត្រៀមទាំងអស់តែម្ដងអញ្ចឹងឥឡូវចូលចំណុចមួយទៀតគឺតាក់ទងទៅនឹងសំណួរតាក់ទងទៅនឹងបងអូនស្រីផ្ទាល់ដែលចូលសម្ភាសហ្នឹងតើអ្នកកើតនៅថ្ងៃណាខែណាឆ្នាំណាតើអ្នកធ្លាប់មានសម្បត្តិកំណើតផ្សេងដែរទេតើអ្នកធ្លាប់រៀបការប្រមាណដងតើកូនប្រុសច្បងរបស់អ្នកឈ្មោះអ្វីហើយគាត់កើតនៅថ្ងៃណាខែណាឆ្នាំណាតើកូនតូចរបស់អ្នកឈ្មោះអ្វីហើយគាត់កើតថ្ងៃណាខែណាឆ្នាំណាតើប្តីរបស់អ្នកមុនឈ្មោះអ្វីហេតុអ្វីបានជាមិនយកកូនមួយទៀតទៅដែរតើអ្នកធ្លាប់រៀបការប្រមាណដងចំណុចចុងក្រោយមួយទៀតគឺសំណួរតាក់ទងទៅនឹងប្រវត្តិស្នេហារបស់គាត់ចឹងហើយគឺប្រវត្តិស្នេហាហ្នឹងគឺជារឿងសំខាន់តែមានសំណួរមួយចាំបាច់សំណួរចុងក្រោយហ្នឹងគឺចាំបាច់បំផុតតើអ្នកនឹងគាត់ស្គាល់គ្នាឆ្នាំណាស្គាល់គ្នាតាមរយៈអ្វីហើយនៅពេលដែលគាត់ឆ្លើយថាគាត់ស្គាល់គ្នាតាមរយៈ Facebook គេសួរបន្ថែមទៀតគេសួរដេញទៀតតើអ្នកណាគេជាអ្នក add មកមុនជួបគ្នាដំបូងនៅថ្ងៃណាខែណាឆ្នាំណាជួបគ្នាហើយតើគាត់ចុះមកម្ដងទៀតឬអត់តើភ្ជាប់ពាក្យនៅថ្ងៃណាខែណាឆ្នាំណាពេលភ្ជាប់ពាក្យតើធ្វើនៅកន្លែងណាតើគាត់សុំនរណាគេដើម្បីភ្ជាប់ពាក្យសុំសម្បីខ្លួនផ្ទាល់សុំទៅប្អូនស្រីផ្ទាល់ឬក៏សុំទៅប៉ាម៉ាក់ដើម្បីធ្វើការភ្ជាប់ពាក្យនឹងដល់អ្វីដែលស្ថានទូតចង់ដឹងគឺចង់ដឹងថាតើអ្នកធានានេះគាត់សុំយើងផ្ទាល់ដែលជាអ្នកចូលសម្ភាសន៍នឹងជាសម្បីខ្លួននឹងដើម្បីភ្ជាប់ពាក្យឬក៏សុំទៅចាស់ទុំទៅចូលដល់ឪពុកម្ដាយតែម្ដងអីចឹងណាអាហ្នឹងគឺជាសំណួរដែលគាត់ចង់ដឹងហើយពេលភ្ជាប់ពាក្យតើមានសមាជិកខាងប្រុសហ្នឹងទៅចូលរួមប្រមាណអ្នកហើយនឹងសំណួរចុងក្រោយគឺជាសំណួរដែលសំខាន់តើហេតុអ្វីបានជាប្អូនស្រីស្រឡាញ់និងចង់រៀបការជាមួយនឹងបុរសដែលមានអាយុលើសគាត់ជាង20ឆ្នាំនិយាយទៅប្អូនស្រីហើយនឹងគូទទឹងរបស់គាត់គឺពួកគាត់ខុសគ្នាជាង20ឆ្នាំដូចជា22 23ឆ្នាំអីចឹងចឹងហើយគេសួរសំណួរហ្នឹងគឺជាសំណួរសំខាន់ព្រោះគេគិតថាហេតុអ្វីក៏យើងជាស្រីក្មេងចង់រៀបការជាមួយនឹងបុរសដែលមានអាយុច្រើនជាងអញ្ចឹងហើយនេះគឺជាសំណួរដែលប្អូនបងប្អូនគាត់ជួបផ្ទាល់គាត់បានចូលទៅសម្ភាសន៍ដោយផ្ទាល់ហើយអ្នកទាំងអស់គ្នាអ្វីដែលមកអូនអាចនិយាយលើកទឹកចិត្តអ្នកទាំងគ្នាបានគឺអ្នកទាំងអស់គ្នាត្រូវត្រៀមឲ្យច្រើនត្រៀមកាន់តែច្រើនកាន់តែល្អនៅពេលដែលយើងត្រៀមច្រើនគេសួរយើងមកអ្វីក៏យើងចេះវាល្អជាងការដែលគេសួរយើងមកគឺយើងអត់បានត្រៀមយើងអត់ចេះឆ្លើយអ្វីក៏ដោយមកអូនតែងនិយាយជាញឹកញាប់ហើយត្រៀមកាន់តែច្រើនកាន់តែល្អត្រៀមច្រើនគេសួរតិចយើងល្អប៉ុន្តែការដែលយើងអត់បានត្រៀមសោះហើយគេសួរយើងច្រើនគឺយើងឆ្លើយអត់ចេញអ្នកដែលលំបាកវេទនាគឺយើងទេព្រោះយើងអត់អាចទទួលបានវីសាប៉ុន្តែនៅពេលដែលយើងស្អីក៏ឆ្លើយបានស្អីក៏ឆ្លើយបានអញ្ចឹងមានន័យថាយើងទទួលបានផលល្អនៅក្នុងការសម្ភាសន៍របស់យើងនឹងអញ្ចឹងហើយវីដេអូថ្ងៃក្រោយមកអូននឹងរៀបរាប់អំពីសំណួរដែលមកអូនត្រៀមសម្រាប់កាលដែលមកអូនចូលសម្ភាសន៍ដោយផ្ទាល់មកអូនមានសំណួរដែលខ្លួនឯងចូលសម្ភាសន៍នៅ USCIS Field Office នៅអាមេរិកនេះពីព្រោះមកអូនអត់ចាស់ status មកអូនអត់មកតាមរយៈចូលសម្ភាសន៍នៅស្ថានទូតអាមេរិកនៅស្រុកខ្មែរទេគឺមកអូនអត់ចាស់ status នៅទីនេះអញ្ចឹងអ្វីដែលមកអូនត្រៀមគឺច្រើនខ្លាំងមែនតើជាង100សំណួរប៉ុន្តែគេសួរមកតែប្រហែលសំណួរទេដោយសារមកអូនរាប់ពីថ្ងៃដែលមកអូនរៀបការរហូតដល់ថ្ងៃមកអូនសម្ភាសន៍
ជាង2ឆ្នាំហើយផុសតាងបង្ហាញអំពីតំណែងរបស់ពួកយើងជាដៃគូជាប្តីប្រពន្ធពិតប្រាកដហ្នឹងគឺពួកយើងមានច្រើនអញ្ចឹងហើយវាធ្វើឲ្យគេជឿជាក់ទៅលើឯកសាររបស់ពួកយើងទាំងអស់ហ្នឹងចឹងបានគេអត់សូវសួរច្រើនហើយម្យ៉ាងពួកយើងរៀបការជាង2ឆ្នាំហើយមានអ្វីៗជាមួយគ្នាច្រើនមានកងរួមមានទ្រព្យសម្បត្តិរួមមួយចំនួនហើយប៉ុន្តែបងអូននឹងចែករំលែកជូនអ្នកទាំងអស់គ្នានៅពេលក្រោយ